ជំរាបសួរបងប្អូននៅក្នុងវីដេអូនេះគឺជារបៀបនៃការតម្រៀបចានរបស់យើងនៅក្នុង model ម៉ាស៊ីន Richbone ដែលជា model 60 63S8 Ultra តោះយើងទៅមើលជាមួយគ្នាអញ្ចឹងដំបូងយើងបើកទ្វារម៉ាស៊ីនសិនមកតទៅទៀតយើងមានចានយើងមានច្រើនប្រភេទយើងមានទាំងចានស្បែកចានបាយរបស់យើងហ្នឹងសម្រាប់ជាន់ក្រោមយើងរៀបមុនគេដោយសារតែការពារដើម្បីធ្លាក់ទឹកមកពីលើឬក៏បន្លាយផ្សេងៗចឹងទៅអញ្ចឹងយើងមានចានបន្លាយយើងអាចរៀបចាប់ដើមពីខាងគេខាងចុងនេះយើងដាក់មួយចឹងមកកលៈមួយចឹងណាហើយយើងអាចមានប្រភេទចានផ្សេងក៏អាចដាក់បានដូចគ្នាដែរបងប្អូនអញ្ចឹងនៅប្លន់នេះយើងអាចរៀបជាប្រភេទកែវបានអញ្ចឹងបើសិនបងប្អូនមានកែវក្រាស់ជាងនេះប្រភេទកែវថ្មក៏បានកែវចក់ក៏បានដែរយើងរៀបនៅជាន់ខាងក្រោយនេះអញ្ចឹងប្លន់នេះបងប្អូនអាចបានដាក់ដល់តែ6 7កែវបាននៅខាងនេះយើងអាចរៀបជាប្រភេទចានគោមបើសិនជាចានគោមបងប្អូនតូចបងប្អូនអាចប្រើបន្លោះអញ្ចឹងបានតែបើសិនជារាងធំបងប្អូនអាចបិទអានឹងបានដើម្បីយើងប្រើបន្លោះធំសម្រាប់ចានគោមអញ្ចឹងចានគោមប្រភេទប៉ុណ្ណេះកម្រិតមកល្មមអញ្ចឹងបងប្អូនរៀបអញ្ចឹងមកដើម្បីឲ្យមានបន្លោះទឹកបាញ់មកពីខាងក្រោមអញ្ចឹងហើយបើសិនបងប្អូនមានប្រភេទចានគុំធំអានេះធំហ្មងអញ្ចឹងបងប្អូនអាចរៀបនៅជាន់ខាងក្រោមបានអូខេអញ្ចឹងអានេះយើងមានច្រាញសម្រាប់ដាក់ស្លាបព្រាអញ្ចឹងស្លាបព្រាយើងមានប្រភេទច្រើនប្រភេទយើងអាចមានប្រភេទខ្លីៗចេះឬក៏វែងអញ្ចឹងបានអញ្ចឹងយើងដាក់ចេញមកតលាក់ចូលអញ្ចឹងមកបើខ្លីៗយើងអាចដាក់បានដូចគ្នាអញ្ចឹងដាក់ប្រឆិតអញ្ចឹងមកពេលមកបន្លោះមួយមកបើសិនជាទៅចានបងប្អូនអាចសេរីមកបន្លោះផ្សេងបានអញ្ចឹងមានបន្លោះច្រើនបើមានថែមទៀតបងប្អូនអាចដាក់ចង្កឹះនៅលើនេះបានប្រភេទចង្កឹះអីឬក៏វែងឬក៏ប្រភេទវែងដាក់នៅលើនឹងបានហើយយើងរុញចូលនេះសម្រាប់ជាន់ក្រោមអូខេហើយអញ្ចឹងសម្រាប់ជាន់លើម្ដងបន្លោះនេះបងប្អូនអាចដាក់ជាប្រភេទចានគោមបានដូចគ្នាបើសិនជាបងប្អូនអត់សល់ចានគោមថាមានសល់ចានគោមប្រភេទធំបែបហ្នឹងអញ្ចឹងបងប្អូនអាចដាក់នៅខាងនឹងបានដូចគ្នាអញ្ចឹងបន្លោះនេះបងប្អូនដាក់ចេញមកនេះបន្តមកទៀតបងមើលតាមអានេះដាក់រៀងប្រឆិតមកដើម្បីកុំឲ្យវាដក់ទឹកនៅគូតខាងក្រោយនេះហើយបើសិនជាបងប្អូនមានប្រភេទចានតូចបែបនេះចានប្រភេទចានទឹកត្រីទឹកស្អីរបស់យើងហ្នឹងចឹងអានេះយើងអាចដាក់នៅខាងមុខនេះបានចឹងបើសិនបងប្អូនមានចានច្រើនបងប្អូនអាចដាក់បន្ថែមនៅខាងមុខនេះបានហើយបន្តមកទៀតជាប្រភេទចានចង្កឹះចឹងដោយសារប្រភេទចានចង្កឹះរបស់ខ្ញុំរៀងធំតែបើសិនបងប្អូនតូចជាងហ្នឹងក៏អាចដាក់បានដែរហើយដាក់បានច្រើនជាងហ្នឹងទៀតចឹងបងប្អូនដាក់រុញចូលកលៈនេះមួយមកយើងរុញយើងសកាត់ចូលមកខ្សែចានរបស់ខ្ញុំរៀងធំចឹងរៀងចង្អ៊ីតគ្នាតិចហើយបើសិនជាសល់នេះបងប្អូនអាចសេរីដាក់គ្នាបានចឹងបើមានតូចជាងហ្នឹងបងប្អូនដាក់ខាងហ្នឹងក៏បានបើមានធំប៉ុណ្ណឹងបងប្អូនដាក់ខាងហ្នឹងក៏បានហើយអានេះយើងអាចដាក់ចឹងបានហើយបន្លោះនេះបងប្អូនអាចដាក់ប្រភេទចានស្ដើងក៏ប្រភេទចានតូចជាងនេះបាននៅគៀនគេនេះហើយនឹងខាងឆ្វេងខាងស្ដាំខាងហ្នឹងយើងរុញចូលមកចឹងបើសិនជាប្រភេទចានគោមរៀងធំខ្ពស់ជាងនេះឬក៏ប្រភេទចានតែបងប្អូនប្រកាសចិត្តថាហាលនេះពេលបងប្អូនវិលទៅវាអត់តាក់ចឹងបើសិនជាតាក់នៅមួយកន្លែងចេះគឺលាងអត់ស្អាតទេចឹងប្រកាសចិត្តថាវិលមកគឺផុតទាំងអស់ចឹងតែទៅមួយការរៀបចានគឺមានខ្លីៗហើយបងប្អូនអាចមើលតាមជាក់ស្ដែងតាមប្រភេទចានរបស់បងប្អូនបានបើសិនជាមានតូចធំបងប្អូនអាចឆ្នៃទៅតាមនឹងបានអរគុណច្រើនជួបគ្នាវីដេអូក្រោយ